កាលយាយរបស់ខ្ញុំមានអាយុ50ឆ្នាំគាត់ជួបអបតវហេតុមួយដ៏ធំគឺត្រាក់ទ័រដ៏ធំមួយដែលកំពុងតែប្រមូលផលពោតបានកាន់គាត់ហើយគាត់បានធ្លាក់ទៅក្នុងរង្វៃរបស់ត្រាក់ទ័រកាលនោះគ្រួសារយើងមើលយាយលេងស្គាល់ហើយហ្នឹងហើយគ្រួសាររបស់យើងបានបញ្ជូនយាយទៅពេទ្យទាំងដង្ហើមចង្រិតពេលហ្នឹងគ្រប់គ្នាគឺអស់សង្ឃឹមបាត់ទៅហើយសូម្បីតែពេទ្យក៏អស់សង្ឃឹមដែរប៉ុន្តែមានរឿងមួយអស្ចារ្យបានកើតឡើងទៅលើជីវិតរបស់គាត់មានដង្ហើមចង្រិតប៉ុន្តែគាត់មិនស្លាប់ហើយប្រហែលថ្ងៃក្រោយមកគាត់ស្រាប់តែដឹងខ្លួនវិញហើយគាត់ក៏បានប្រាប់បងប្អូននិងគ្រួសារថាគាត់បានទៅដល់ឋានសួគ៌ប៉ុន្តែព្រះបានប្រាប់មកគាត់វិញថាវាមិនទាន់ដល់ពេលរបស់គាត់ដែលគាត់ត្រូវស្លាប់នោះទេហើយក៏អនុញ្ញាតឲ្យគាត់មករាងកាយរបស់គាត់វិញបងប្អូនជឿលើរឿងនេះអត់ហើយនេះគឺជារឿងពិតដែលបានកើតឡើងមកលើជីវិតយាយរបស់ខ្ញុំយាយគឺជាមនុស្សតែម្នាក់ដែលចៅគោរពខ្លាំងជាងគេនៅលើโลกនេះដោយសារតែលោកយាយគឺជាមនុស្សតែម្នាក់ដែលលះបង់គ្រប់យ៉ាងដើម្បីគ្រួសារក្តីស្រឡាញ់ការខិតខំប្រឹងប្រែងទន់ភ្លន់រឹងមាំឆ្លាតវៃនិងជំនះពុះពៀលោកយាយគឺជាបង្គោលនៅដង្ហើមរបស់គ្រួសារយើងភាពមានបាននិងសេចក្តីសុខរបស់គ្រួសាររាល់ថ្ងៃគឺមកពីយាយធំធាត់ឡើងខ្ញុំតែងតែចងចាំថាលោកយាយតែងតែងើបតាំងពីព្រលឹមមិនទាន់ភ្លឺហើយទៅធ្វើស្រែចម្ការឲ្យបានមុនគេហើយឆ្លៀតរត់មកផ្ទះវិញដើម្បីធ្វើអាហារពេលព្រឹកសម្រាប់ប្តីកូនហើយនិងចៅទំនួលខុសត្រូវគ្រប់យ៉ាងគឺនៅលើលោកយាយទាំងអស់សូម្បីតែធ្វើទៅយកទឹកឬក៏ធ្វើម៉ាស៊ីនត្រាក់ទ័រហើយរឿងមួយទៀតដែលលោកយាយមិនខ្លាចមិនខ្ពើមនោះគឺលោកយាយបានយកមេជីវិតរបស់គោឈ្មោលលុកទៅក្នុងខ្លួនរបស់គោញីដើម្បីបង្កើតពូជគោមួយប្រភេទដែលប្លែកជាងគេប្រចាំស្រុកយើងលើសពីនឹងលោកយាយគឺជាអ្នកជំនាញមួយដ៏ឆ្លាតលោកយាយបានយកកូនគោដែលគ្រួសារយើងបង្កើតបានទៅប្រម៉ូទគ្រប់ទីកន្លែងនិងលក់នៅគ្រប់ទីកន្លែងហើយនៅក្នុងភូមិអ្នកណាក៏ស្គាល់យាយរបស់ខ្ញុំនិងសរសើរយាយរបស់ខ្ញុំមិនដាច់ពីមាត់ក្រៅពីជំនួញរ៉ូស៊ីនិងធ្វើស្រែលោកយាយបានមើលថែខ្ញុំយ៉ាងដិតដល់ចៅពិតជានឹកនៅពេលដែលលោកយាយបង្រៀនចៅព្យ៉ាណូនិងដប់ចៅលេងនៅវាលស្រែហើយយើងតែងតែមើលគោនិងមើលថ្ងៃលិចជាមួយនឹងគ្នារាល់ថ្ងៃមិនថាការងាររបស់លោកយាយច្រើនប៉ុណ្ណាទេប៉ុន្តែអាហារ3ពេលរបស់គ្រួសារយើងគឺលោកយាយមិនដែលចោលទេយាយតែងតែធ្វើម្ហូបដែលឆ្ងាញ់បំផុតដែលចៅចូលចិត្តនិងធ្វើនំនៅថ្ងៃខួបកំណើតឲ្យចៅរាល់ថ្ងៃដោយផ្ទាល់ដៃហើយលោកយាយគឺជាមនុស្សដែលមានចិត្តសប្បុរសខ្លាំងមែនទែនចៅនឹងបន្តចិត្តសប្បុរសនេះមិនឲ្យលោកយាយអស់សង្ឃឹមឡើយលោកយាយតែងតែផ្ដល់ឲ្យនិងគិតគូរពីមនុស្សជុំវិញខ្លួនជាពិសេសគ្រួសារនិងចៅលោកយាយមិនដែលភ្លេចចៅនិងគ្រួសារទេរាល់ Christmas លោកយាយតែងតែផ្ដល់ឲ្យទោះជាពេលដែលយើងធំហើយនៅឆ្ងាយក៏លោកយាយមិនភ្លេចឲ្យថវិកាមកកាន់ចៅសម្រាប់ចំណាយប៉ុន្តែឥឡូវលែងដូចមុនហើយតាំងពីលោកយាយមានជំងឺមួយដែលហៅថា Alzheimer គឺជាជំងឺភ្លេចភ្លាំងមកទល់នឹងពេលនេះសូម្បីតែឈ្មោះខ្ញុំនិងខ្ញុំシネផ្ទាល់ក៏លោកយាយអត់ចាំដែរហើយរាល់ឆ្នាំចៅតែងតែចង់ចំណាយពេលរបស់ចៅប្រហែលខែសម្រាប់លោកយាយដោយដែលនារីខ្មែរមើលថែយាយរបស់ខ្លួននៅស្រុកខ្មែរអញ្ចឹងហើយវាគឺជារឿងកម្រខ្លាំងណាស់ព្រោះបើទោះជាលោកយាយលះបង់បែបនេះធ្វើបែបនេះដើម្បីគ្រួសារក៏ដោយគ្រួសារយើងដូចជាយកចិត្តទុកដាក់ជាមួយលោកយាយបែបធម្មតាពួកគេមើលលោកយាយមិនជាប់ចង់ជាប់ដើមហើយតែងតែចង់បញ្ជូនលោកយាយទៅខាងក្រៅទាំងដែលលោកយាយមិនចង់ទៅចៅដឹងថាដោយសារតែលោកយាយស្រឡាញ់លោកតាខ្លាំងណាស់ហើយនៅតែចង់មើលថែលោកតាដោយកាលពីក្មេងទាំងដែលលោកយាយធ្វើអីខ្លួនឯងមិនបានផងប៉ុន្តែលោកយាយនៅតែចង់ថែតាលោកយាយស្រឡាញ់ហើយនឹងស្មោះស្ម័គ្រជាមួយលោកតាខ្លាំងណាស់លោកយាយឈឺដល់ថ្នាក់នេះហើយលោកយាយនៅតែមិនទៅណាឆ្ងាយពីលោកតាទៅណាគឺគាត់ទៅនឹងដែរវាជាហេតុផលដែលចៅមានចិត្តអាណិតអាសូរទៅលោកយាយខ្លាំងមែនទែនហើយចៅមិនចង់ទៅណាចោលលោកយាយនោះទេឆ្នាំមុនចៅបានមកអាមេរិកហើយបានថែលោកយាយចំនួន3ខែឆ្នាំនេះបន្ទាប់ពីមានដំណឹងថាលោកយាយឈឺធ្ងន់ខ្លាំងឆ្នេរក៏បានទិញសម្បត្តិយន្តហោះភ្លាមដើម្បីទៅមើលថែលោកយាយហើយនេះប្រហែលជាលើកចុងក្រោយដែលចៅបានចំណាយពេលជាមួយនឹងលោកយាយចៅពិតជាគោរពស្រឡាញ់ហើយនឹកដឹងគុណលោកយាយខ្លាំងមែនទែនហើយបើទោះជាការចងចាំរបស់លោកយាយលែងនៅជាមួយលោកយាយទៀតក៏ដោយប៉ុន្តែចៅនៅតែទទួលបានអារម្មណ៍ថាយាយគឺជាមនុស្សម្នាក់ដែលទន់ភ្លន់ហើយរឹងមាំជាមួយនឹងដួងព្រលឹងរបស់យាយហើយបន្តិចទៀតលោកយាយនឹងអាចរត់ហើយនឹងលោតហើយនឹងមានពេលវេលាល្អម្ដងទៀតចៅស្រឡាញ់យាយ